ចានេះគឺជាសកម្មភាពដែលពួកយើងធ្វើជាសិក្ខាសាលានៅ resort គល់ស្វាយព្រៃនិយាយពីថាអូនតៃខ្ញុំនេះនិយាយពីថាផឹកស៊ីផឹកមិនដឹងស្អីជាស្អីអ្នកណាគេចាប់ឆ្នោតឲ្យចាប់ទៅតែម៉ែខ្ញុំនេះគឺរវល់តែផ្ទៀងសន្លឹកឆ្នោតមិនដឹងថាមានវាសនាទៅរង្វាន់គេអត់ទេប៉ុន្តែលទ្ធផលចុងក្រោយគឺនៅតែអត់ដដែលខុសមកលេខគត់បន្ទាប់ពីចាប់ឆ្នោតរួចហើយហ្នឹងគឺមានការថតរូបធ្វើជាអនុស្សាវរីយ៍ព្រោះអីគឺមួយឆ្នាំគឺយើងសិក្ខាសាលាម្ដងអញ្ចឹងណាបន្ទាប់ពីបានរត់លេងបន្តិចហើយនិយាយពីថាចេញចូលដូចតួល្ខោនម្ដងចូលម្ដងចេញខ្ញុំនេះគឺថាហូបអីអត់បានជាប់មាត់ទេគឺដាក់មួយម៉ាត់រត់ចាប់កូនម្ដងដាក់មួយម៉ាត់រត់ចាប់កូនម្ដងពួកវីនឹងឯងពីអ្នកម៉ែកូននឹងថាកោពេញរីសតគេនឹងនិយាយពីថាសបាយនោះសបាយហត់ក៏ហត់បងប្អូនមើលទៅផឹងទៅដឹងហើយគឺថាចេញចូលនឹងឯងគឺនៅវល់នៅនឹងហើយដោយសារតែរីសតគេនឹងស្អាតដែរដល់វគ្គបានការ៉េមហើយគឺថាពួកអួតអ៊ីចិត្តនឹងដោយសារបានការ៉េមឆ្ងាញ់គឺថានៅលឹតដៃលឹតមាត់លឹតដៃលឹតមាត់នៅលឹតម្ដងតិចហើយចំណែកឯពួកអ៊ីខ្ញុំវិញគឺថានាំគ្នាញ៉ាំហើយគឺដាក់ហើយគ្មានបណ្ណៃមាត់ទេឡើងគីឡូទុកសិនម្ហូបក៏ឆ្ងាញ់និយាយទៅគឺឆ្ងាញ់ក្នុងមុខតែម្ដងចំពោះមុខម្ហូបដែលឆ្ងាញ់ជាងគេនេះគឺខ្ញុំចាប់អារម្មណ៍អាមួយនេះគឺមីបំពងញោមនេះនិយាយថារសជាតិដិតល្អហឹលតិចវាថាវាឆ្ងាញ់ទៅជាមួយនឹងប៊ីយ៉ាយើងនេះ Heineken ដបនេះអូយជាស្លាប់យើគ្រាន់និយាយក៏លើទឹកមាត់ដែរដោយសារវានិយាយចឹងយើងឃើញរូបភាពសារវិញចឹងណាអូឆ្ងាញ់បន្ទាប់ពីញ៉ាំអីហើយហ្នឹងក៏ចាប់ផ្ដើមនាំអូនតៃនេះមកលេងយល់តួបន្តិចបន្តួចដោយសារថាយើងនៅរៀងភ្លឺដែរអញ្ចឹងហើយគឺនាំអូនតៃនឹងដើរលេងកន្លែងសួនរបស់រីសតបន្តិចដែរនិយាយទៅសួនគេល្អបងប្អូនស្អាតគេថាទីតាំងគេធ្វើកាច់ចុះកាច់ឡើងនិយាយទៅមើលទៅតាក់ទាញដែរតាគេថាមានតូនជិះមានកន្លែងហែលទឹក